ជាបឋមសូមគោរពជូនគណៈចាត់តាំងសូមគោរពជូនគណៈកម្មការវាតម្លៃសូមគោរពជូនលោកគ្រូអ្នកគ្រូក្រុមមិត្តចូលរួមប្រកួតនិងទស្សនិកជនទាំងឡាយជាទីរាប់អានក្រុមយើងខ្ញុំព្រះករុណាអាត្មាភាពមកអំពីអង្គភាពសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាំបូទីក្រុងកឹងធើមកចូលរួមក្នុងការប្រកួតថ្ងៃនេះក្រុមយើងខ្ញុំព្រះករុណាអាត្មាភាពនាំយកនៅស្មារតីសកម្មនិងច្នៃប្រឌិតដើម្បីធ្វើម្ចាស់បច្ចេកវិទ្យាបម្រើការសិក្សារៀនសូត្រតាមកម្រងកំណាព្យមានប្រធានបទយុវជននិងបច្ចេកវិទ្យាដូចតទៅនេះអាត្មាយិនថៃជាអ្នកដឹកនាំចិត្តរឹងមាំយុវជនឆ្លាតវៃមិនខ្លាចបញ្ហាប្រើបច្ចេកវិទ្យាដើម្បីសិក្សាបង្កើតអនាគតដោយខ្លួនឯងអាត្មាភាពយិនតាមបន្តជំហានយ៉ាងអត់ធ្មត់រៀនតាមអ៊ីនធឺណិតមិនបោះបង់ចំណេះដឹងថ្មីបើកទលេចិត្តនាំឲ្យជីវិតកាន់តែល្អប្រសើរអាត្មាយើងថៃបាំងយន្តពីគុណវិបត្តិបច្ចេកវិទ្យាមានល្អមានអាក្រក់ប្រើដោយប្រាជ្ញានឹងទទួលបានល្អប្រើខុសវិញនឹងបាត់បង់អនាគតបច្ចេកវិទ្យាវាមិនត្រឹមតែជាឧបករណ៍សម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាផ្លូវឈានទៅរកអនាគតដូច្នេះហើយយុវជនគ្រប់រូបត្រូវប្រើប្រាស់វាដោយទំនួលខុសត្រូវតាមបញ្ញារបស់ខ្លួនអាត្មាភាពថាច់ហ៊ុញញើចិត្តសុចរិតប្រើបច្ចេកវិទ្យាដោយមានសិលធម៌រៀនចែករំលែកចំណេះដឹងល្អជួយសង្គមឲ្យរីកចម្រើនអាត្មាសើងផុងខិតខំរៀនមិនឈប់បច្ចេកវិទ្យាជួយបើកផ្លូវថ្មីអនាគតភ្លឺស្វាងនៅខាងមុខប្រសិនប្រើវាបានត្រឹមត្រូវអាត្មាយិនថៃត្រឡប់មកលើឆាកដឹកនាំយុវជនឲ្យមានគោលដៅបច្ចេកវិទ្យាគឺជាដៃគូនាំទៅរកភាពជោគជ័យទោះបីជាបច្ចេកវិទ្យានេះមានអត្ថប្រយោជន៍ច្រើនសម្រាប់យើងក៏ពិតមែនក៏ប៉ុន្តែយើងមិនអាចណាមើលរំលងអំពីផលប៉ះពាល់របស់វាបានទេអាត្មាភាពយិនតាមពិចារណាយ៉ាងជ្រាលជ្រៅមើលឃើញគុណនិងទោសបច្ចេកវិទ្យាដោយកំបាត់មុខពីរប្រើត្រូវនាំឲ្យសក់ប្រើខុសនាំឲ្យទុកអាត្មាថៃបាំងប្រុងប្រយ័ត្នមិនឲ្យខ្លួនងប់ញៀនអនឡាញសំតុល្យជីវិតនិងបច្ចេកវិទ្យាដើម្បីរស់នៅឲ្យមានន័យអាត្មាភាពថាច់ហ៊ុញញើបន្តសារអប់រំចិត្តឲ្យមានគុណធម៌ប្រើបច្ចេកវិទ្យាដោយការយល់ដឹងកសាងអនាគតសម្រាប់សង្គមចុងក្រោយនេះខ្ញុំព្រះករុណាគ្រប់អង្គនិងយុវជនគ្រប់រូបសូមផ្ដល់សារមួយបច្ចេកវិទ្យាជាមិត្តល្អប្រសិនបើយើងប្រើប្រាស់វាបានត្រឹមត្រូវនឹងធ្វើឲ្យយើងមានបញ្ញានិងអនាគតភ្លឺស្វាងជាលំដាប់អាត្មាសើងផុងនិយាយដោយសង្ឃឹមយុវជនត្រូវតែញញឹមកុំឲ្យបច្ចេកវិទ្យាគ្រប់គ្រងយើងត្រូវតែគ្រប់គ្រងវាវិញអាត្មាភាពយិញថៃបញ្ចប់ដោយភាពជឿជាក់យុវជនជាគន្លឹះអនាគតបច្ចេកវិទ្យាជាផ្លូវនាំទៅរកភាពរីកចម្រើនយុវជនទាំងអស់ចូលរួមគ្នាប្រើបច្ចេកវិទ្យាដោយប្រាជ្ញាអនាគតភ្លឺថ្លារងចាំយើងសម្រាប់សង្គមជាតិថ្លៃថ្លាទៅហោង
ម្ដងទៀតក្រុមយើងខ្ញុំព្រះករុណាសូមជូនពរគណៈចាត់តាំងគណៈកម្មការសូមឲ្យមានសុខុមាលភាពបរិបូរណ៍និងជោគជ័យគ្រប់ការងារសូមឲ្យក្រុមមិត្តទាំងអស់ប្រកួតបានល្អសូមឲ្យកម្មវិធីទទួលបានជោគជ័យយ៉ាងអស្ចារ្យសូមអរគុណ